ជ្រៅនៅក្នុងបន្សាជាតិឯកសារដែលបានបែងចែកពីសវត្សរ៍ឆ្នាំ1970បង្ហាញពីបេសកកម្មដែលប្រឆាំងនឹងច្បាប់នៃរូបវិទ្យាវាមិនមែនជាការហោះហើរនៃផ្នែករឹងនោះទេប៉ុន្តែជាដំណើរនៃចិត្តមនុស្សចូលទៅក្នុងកន្លែងទំនេរដ៏ត្រជាក់ក្នុងអំឡុងពេលនៃសង្គ្រាមត្រជាក់សៀបានចាប់ផ្ដើមគម្រោង Stargate ដោយស្វែងរកអាវុធការមើលពីចម្ងាយទ្រព្យសម្បត្តិចម្បងរបស់ពួកគេគឺ Ingo Swann បុរសម្នាក់ដែលដឹងខ្លួនអាចឆ្លងកាត់រាប់ពាន់ម៉ាយក្នុងមួយរំពេចនៅខែមេសាឆ្នាំ1973 Swann ត្រូវបានគេផ្ដល់ឲ្យនៅសំណុំនៃកូអរដនេដែលគាត់មិនទទួលស្គាល់នៅពេលដែលគាត់បានចូលទៅក្នុងអន្លង់ជ្រៅគាត់បានដឹងថាគាត់មិននៅលើផែនដីទៀតទេគាត់កំពុងសម្លឹងមើលផ្នែកឆ្ងាយដាច់ស្រយាលនៃព្រះច័ន្ទប៉ុន្តែព្រះច័ន្ទមិនមែនជាថ្មដែលណេសបានពិពណ៌នានោះទេ Swann បានរាយការណ៍ថាបានឃើញពុម្ពថ្លាដ៏ធំរចនាសម្ព័ន្ធដែលមើលទៅដូចជាកញ្ចក់ស្ថាបត្យកម្មឈានដល់ម៉ាយទៅមេឃខ្មៅនៅពេលដែលគាត់ខិតកាន់តែជិតការពិពណ៌នារបស់ Swann បានប្រែក្លាយពីភាពងឿងឆ្ងល់ទៅជាការភ័យខ្លាចគាត់បានអះអាងថានឹងឃើញអង្គភាពជីវសាស្ត្រដែលជាតួលេខមនុស្សធ្វើការនៅក្នុងស្រមោលនៃរណ្ដៅដែលដំណើរការម៉ាស៊ីនរុករករ៉ែទំនើបផ្នែកដែលរំខានបំផុតនៃវគ្គនេះបានកើតឡើងនៅពេលដែល Swann មានអារម្មណ៍ភ័យខ្លាចភ្លាមគាត់បានដឹងថាអង្គភាពមិនគ្រាន់តែនៅទីនោះទេពួកគេបានដឹងពីវត្តមានផ្លូវចិត្តរបស់គាត់ដោយក្រឡេកមើលទៅគាត់ជុំវិញវិមាត្រ Swann បានបញ្ចប់វគ្គភ្លាមដោយមានការរង្គោះរង្គើយ៉ាងខ្លាំងដោយប្រាប់អ្នកចាត់ការរបស់គាត់ថាពួកគេមានមូលដ្ឋាននៅទីនោះសៀបានចាត់ថ្នាក់ភ្លាមនៅប្រតិចារិកដោយបានកប់កានីនោះអស់រយៈពេលជាង30ឆ្នាំខណៈពេលដែលអ្នកសង្ស័យច្រើនចោលការមើលឃើញរបស់ Swann ថាជាការយល់ច្រឡំរូបភាពកាយរណបទំនើបពី Lunar Reconnaissance Orbiter ថ្មីនេះបានចាប់យកពន្លឺគឺនឹងរាងធរណីមាត្រមិនធម្មតានៅក្នុងកូអរដនេពិតប្រាកដទាំងនោះទិន្នន័យបង្ហាញពីលទ្ធភាពគួរឲ្យខ្លាចមួយអ្នកចិត្តខាង Celestial ចិត្តបំផុតរបស់យើងមិនត្រូវបានគេបោះបង់ចោលដូចដែលយើងត្រូវបាននាំឲ្យជឿនោះទេតើ Swann គឺជាអ្នកត្រួសត្រាយផ្លូវនៃទម្រង់ថ្មីនៃការប្រមូលផ្ដុំស៊ើបការឬជាសាក្សីចំពោះការពិតដែលយើងមិនទាន់ត្រៀមខ្លួនរួចរាល់ហើយឬនៅមិនថាជាផលិតផលនៃគំនិតដែលមានអំណោយទានឬការមើលឃើញពីការពិតដែលលាក់កំបាំងនោះទេព្រះច័ន្ទនៅតែជាសាក្សីដ៏ស្ងៀមស្ងាត់ឯកសារត្រូវបានបើកកូអរដនេត្រូវបានគេដឹងប៉ុន្តែអង្គភាពនៅផ្នែកឆ្ងាយនៅតែស្ថិតក្នុងស្រមោល